ប្រិមិត្តជាទីស្នេហានិងនឹករលឹកថ្ងៃនេះខ្ញុំសូមលើកនៅអត្ថបទមួយដែលខ្ញុំដាក់ចំណងជើងថាជួបព្រះក្នុងខ្លួនពិតជាមានក្តីសុខណាស់បាទអត្ថបទនេះជាទម្រង់ពិភាក្សារវាងខ្ញុំនិងកូនស្រីនៅសហរដ្ឋអាមេរិកកូនស្រី Jennifer និង David បាទដោយដែលលោកអ្នកធ្លាប់ស្ដាប់នៅការពិភាក្សាទាំងអស់នេះហើយកន្លងមកគឺយើងផ្ដោតលើ2ចំណុចទី1គឺនិយាយអំពីវិធីសាស្ត្រដើម្បីរំដោះចិត្តយើងដោយប្រើប្រាជ្ញាដោយប្រើវិធីសាស្ត្រប្រធានកម្មដោយដែលខ្ញុំបានលើកឃ្លាថាខ្ញុំឈរមើលខ្ញុំជាប្រធានខ្ញុំជាសាក្សីដែលមិនផ្លាស់ប្ដូរដែលនៅដដែលខណៈពេលដែលរាងកាយនិងចិត្តហូរឆ្លងកាត់និងផ្លាស់ប្ដូរឥតឈប់ឈរបាទនឹងគឺយើងទាំងអស់គ្នាជាប្រធានតែម្ដងបាទឃ្លាមួយទៀតខ្ញុំនិយាយថាខួរក្បាលឬចិត្តវានិយាយថាខ្ញុំពូកែណាស់ធ្វើអ្វីក៏បានជោគជ័យគ្មាននរណាលើសខ្ញុំឡើយជួនកាលខួរក្បាលឬចិត្តវានិយាយថាចុះខ្ញុំមិនក៏អាភ័ព្វម្លេះងាកទៅខាងនេះក៏ខាតបង់ងាកទៅខាងនោះក៏កើតរឿងមិនចេះអស់មិនចេះហើយចុះខ្ញុំខុសគេម្លេះបាទនេះជាសំឡេងនៅក្នុងខួរក្បាលរបស់យើងគ្រប់គ្នាខួរក្បាលវាបន្លឺសំឡេងចឹងមកចិត្តក៏វានិយាយភាសានឹងមកតែមានមនុស្សម្នាក់នៅឈរពីខាងក្រោយនឹងដឹងរឿងនឹងទាំងអស់បាទមនុស្សម្នាក់នឹងគឺជារូបយើងនឹងតែម្ដងបាទដែលឈរហួសផុតអំពីកាយអំពីចិត្តដឹងថារឿងអាក្រក់ឬក៏រឿងល្អបាទដូច្នេះលោកអ្នកត្រូវរៀនរវាងតាមដានមើលដំណើរប្រែប្រួលរបស់ចិត្តយើងដូចជាអ្នកឈរមើលភាពយន្តផ្ទាំងភាពយន្តរបស់យើងចឹងបាទហើយរៀនផ្ទៀងស្ដាប់សំឡេងខួរក្បាលដែលវាតែងតែនិយាយចាក់សំឡេងជាប់ជានិច្ចបាទនេះជាវិធីរំដោះចិត្តដោយប្រើប្រាជ្ញាឬក៏ប្រើសតិដឹងប៉ុន្តែមានវិធីមួយទៀតដែលកូនស្រីទាំងពីរនាក់នឹងលើកយ៉ាងច្បាស់គឺវិធីប្រើព្រះនឹងគេថាការជួបជាមួយនឹងព្រះដោយនិយាយទៅកាន់ទ្រង់បាទដោយយាងព្រះអង្គចូលមកក្នុងជីវិតបាទដោយការបួងសួងដោយអំណរគុណដោយការសូត្រមន្ត្រាដោយការធ្វើសមាធិដោយថ្វាយកាយថ្វាយចិត្តជូនព្រះបាទវិធីទាំងអស់នោះគឺជាវិធីភ្ជាប់ខ្លួនទៅព្រះជាម្ចាស់នឹងតែម្ដងបាទហើយតើតើអ្នកដែលពិសោធន៍បានឃើញរឿងរ៉ាវអស់នឹងបាទតើតើពិសោធន៍បានឃើញបាទរឿងព្រះនឹងជារឿងអាថ៌កំបាំងមួយបាទជារឿងអាថ៌កំបាំងមួយដែលមនុស្សយើងមើលមិនឃើញបាទខ្ញុំប្រៀបដូចជាដុំមាសយកទៅធ្វើជាទំហូរមាសយកទៅធ្វើជាខ្សែកមាសយកទៅធ្វើជាខ្សែដៃមាសយកទៅធ្វើជាចិញ្ចៀនមាសយើងទាំងអស់គ្នាមើលឃើញតែរបស់របរទាំងអស់ហ្នឹងទេប៉ុន្តែនៅពីខាងក្រោយហ្នឹងមានមាសនៅនោះ
ជាតំណាងឲ្យភាពសកលមាសនឹងជាតំណាងឲ្យព្រះធម៌មាសនឹងជាតំណាងឲ្យកម្លាំងធម្មជាតិជាអានន្ទបាទមាសនឹងកាលណាយើងចូលទៅមាសគឺពេលនោះគឺថាយើងមានអំណាចនឹងកាយច្នៃចង់ធ្វើអីក៏បានដែរបាទឃើញទេហើយបើនិយាយអំពីជាងវិញជាងដែលច្នៃគាត់អត់មានមើលឃើញដែលរបស់ខាងក្រៅទេគាត់មើលឃើញតែមាសសោះដែរបាទចំពោះអ្នកដែលថាដឹងគឺត្រូវភ្ជាប់ទៅមាសនឹងទៅភ្ជាប់ទៅនឹងព្រះធម៌នឹងទៅភ្ជាប់ទៅនឹងចក្រវាលធម្មជាតិនឹងទៅភ្ជាប់ទៅនឹងព្រះអាទិទេពដែលមនុស្សជាតិគេប្រើបាទសូមស្ដាប់នៅកម្រងសន្ទនាមួយនេះលោកអ្នកនឹងបានជ្រាបបាទនឹងបានជ្រាបច្បាស់បាទសូមលោកអ្នកទទួលនៅការស្ដាប់ដូចតទៅបាទសាធុសាធុសាធុគុណសូមអោនកាយចិត្តដួងព្រលឹងវិញ្ញាណទាំងអស់គ្នាដើម្បីក្រាបថ្វាយបង្គំដល់ព្រះបាទទាប្រម៉ែនិងព្រះសិវារួមទាំងគុណលោកគ្រូមាច័ន្ទសំណុំអរព្រគុណដោយសពដងតទៅនឹងជារៀងរហូតចំពោះប្រតិត្រង់ចំពោះសេណារីយ៉ូចំពោះប្រវត្តិមានចំពោះព្រះពរត្រង់សពយ៉ាងលើជីវិតរស់នៅរបស់គុណសប្តាហ៍ថ្ងៃនេះអរព្រគុណទ្រង់តែងតែតតនិងតែងតែរៀបចំដាក់នៅផែនការថ្មីសម្រាប់ឲ្យគុំពេញទ្រង់តែងតែមានផ្លូវឲ្យកូនដើរទ្រង់តែងតែមានពន្លឺនៅពីមុខកូនជានិច្ចជាតារាទោះបីកូនស្ថិតនៅក្នុងទីងងឹតក៏ទ្រង់តែងតែផ្ដល់ពន្លឺគឺពន្លឺនៃក្តីសង្ឃឹមពន្លឺនៃពពករបស់ទ្រង់ទោះបីកូនស្ថិតនៅក្នុងស្ថានភាពដ៏សែនស្មុគស្មាញក៏ទ្រង់តែងតែផ្ដល់បញ្ញាឲ្យកូនដោះឲ្យកូនស្រាយឲ្យកូនរកឃើញចម្លើយក្នុងពេលឆាប់ទាន់ហន់ដូចអ្វីដែលទ្រង់បានតាំងនៅគង់នៅមានប្រវត្តិមានក្នុងរូបកូនយ៉ាងពិតប្រាកដណាស់រូបកូនដែលផ្ដល់នូវរាជបល្ល័ង្កសម្រាប់ទ្រង់គ្រប់គ្រងដួងព្រលឹងវិញ្ញាណគ្រប់គ្រងជីវិតនេះគឺពិតជាអស្ចារ្យណាស់ទោះបីជាស្ថានភាពជីវិតរស់នៅបរិយាកាសខាងក្រៅក៏ដូចជាតួអង្គបុគ្គលនៅខាងក្នុងខ្លួនវាតែងតែមកតតាំងមិនឈប់មិនឈរវាធ្វើនៅទូនាទីរបស់វាចង់ឈ្នះវាចង់បានតែដោយកូនបានលើកថ្វាយទៅដល់ព្រះហើយនោះអញ្ចឹងការតតាំងពិតជាមានតែជ័យជំនះនឹងការផ្ដល់ការទទួលយកគឺបានផ្ដល់ទៅដល់ព្រះនិងបានទទួលយកលទ្ធផលពីព្រះទាំងស្រុងជីវិតបានរួចរំដោះគ្រប់គណៈចិត្តពិតជាអស្ចារ្យណាស់លោកគ្រូអស្ចារ្យណាស់គុណក៏សូមជ្រះថ្លាបូជាថ្វាយនៅការអាននៅអត្ថបទខ្លីដែលលោកគ្រូបានផ្ញើមកពិតជាមានអត្ថន័យហើយពិតជាអស្ចារ្យបំផុតគុណសូមអានដើម្បីជាការបួងសួងលើកថ្វាយទៅកាន់ទ្រង់ដូចតទៅខ្ញុំឈរមើលខ្ញុំជាប្រធានជាសាក្សីដែលមិនផ្លាស់ប្ដូរដែលនៅដដែលខណៈពេលដែលរាងកាយនិងចិត្តហូរឆ្លងកាត់និងផ្លាស់ប្ដូរឥតឈប់ឈរខួរក្បាលឬចិត្តវានិយាយថាខ្ញុំពូកែណាស់ធ្វើអ្វីក៏បានជោគជ័យគ្មាននរណាលើសខ្ញុំឡើយជួនកាលខួរក្បាលឬចិត្តបាននិយាយថាចុះខ្ញុំមិនក៏អភ័ព្វម្លេះងាកទៅខាងនេះខាតបងងាកទៅខាងនោះកើតរឿងមិនឆ្វេះអស់មិនចេះហើយសោះចុះខ្ញុំខុសគេម្លេះតើមាននរណាមើលឃើញអារម្មណ៍ទាំងនោះមើលឃើញរឿងរ៉ាវក្នុងចិត្តនោះឬទេបាទគឺរូបអ្នកដែលជាប្រធាននៅឈរពីខាងក្រោយនោះដឹងរឿងទាំងអស់ទោះរឿងល្អឬអាក្រក់ដឹងទាំងអស់រឿងទាំងនោះវាកំពុងតែត្រូវបញ្ចាំងវាកំពុងតែសម្ដែងឡើង
nữ bí một nè ô nú nồ việc phò làng hơi ô nú nồ phía cầm pông sầm đài hơi ô vía rồi lì bắt từ vinh hơi ô nú nồ rướng thmày mũi phò làng một hơi chỗ nè rồi viếng chó mơ chật nè chỗ nè riêng tiếng đạp khu các bạn nè vía cầm pông bần lứ làng hơi lúc cru con mình sơ ba nằng ở tại bọt đại lục cru lược làng ngày này tá vía chỉ này nam muối này ở tại bọt đại lục cru tròn cóng rứอย่าง ណា đại lục cru ព្រោះកូនដូចជាយល់ថាវាអត់ពេញលេញដូចជាចង់បង្ហាញអ្វីមួយតែដូចមកកណាត់ចឹងលោកគ្រូនេះបង្ហាញពីការដែលគ្រូក្បាលហើយនឹងចិត្តវាសម្ដែងគ្នាឡើងតែលោកគ្រូចង់បង្ហាញអីមកកូនមែនទេលោកគ្រូសូមលោកគ្រូជួយបង្ហាញបន្ថែមមកដល់កូនព្រោះកូនហាក់នៅសពេចសពិលត្បិតតែជីវិតឆ្លងកាត់មកពិតតែកូនរៀនសូត្រហើយកូនគ្រាន់តែយល់ថាអត្ថបទនេះហាក់បីដូចជាប្រស្នាដូចជាការសាកល្បងដូចជាសំណួរចម្លើយដូចជាចំណោទយ៉ាងម៉េចទេលោកគ្រូសូមលោកគ្រូជួយបកស្រាយបន្ថែមសម្រាប់ចិត្តកូនផងចា៎អរគុណលោកគ្រូកូនស្រី Jennifer Davi សុខុមបាទយើងទាំងអស់គ្នាក្រាបថ្វាយបង្គំព្រះម៉ែសារ៉ាស្វទីព្រះម៉ែមាឡាក្ស្មីព្រះម៉ែឌុរហ្គាទេវីព្រះសិវាដោយនៅព្រះគុណដ៏ធំធេងចំពោះជីវិតរបស់យើងដោយនៅក្តីមេត្តាករណានិងសន្តោសតាប្រណីហើយឈរជ្រងគាំទ្រដឹកនាំដោយនៅគតិបណ្ឌិតដឹកនាំដោយនៅការលើកទឹកចិត្តដឹកនាំដោយកែលម្អដឹកនាំដោយប្រទានពរនិងស្រោចស្រង់យើងគ្រប់ពេលនិងការពារគ្រប់យ៉ាងអរព្រះគុណបាទកូនស្រី Jennifer លើកឡើងនេះល្អណាស់បាទខ្ញុំមិននឹកស្មានថាកូនស្រីលើកសំណួរបែបនេះមកសោះប៉ុន្តែនេះគឺព្រះលោកបើកផ្លូវឲ្យបន្ថែមចម្លើយឲ្យបានកាន់តែច្បាស់ឡើងបាទកន្លងមកខ្ញុំបានពន្យល់កូនស្រីវិធីតាមផ្លូវព្រះជាម្ចាស់បាទវិធីតាមផ្លូវព្រះជាម្ចាស់ដែលកូនស្រីយកទៅប្រើគឺរំដោះបានភ្លាមដោយកូនស្រីបាននិយាយខាងលើច្បាស់ហើយអំពីការថ្វាយអ្វីទៅព្រះទាំងអស់បាទប៉ុន្តែវិធីខាងលើភាសាខាងលើគឺជាភាសាបង្រៀនតាមផ្លូវប្រាជ្ញាបាទឆ្នាំយូហ្គាតាមផ្លូវប្រាជ្ញាបាទចង់បង្រៀនថាយើងរៀនឈរមើលជាប្រធានឈរមើលចិត្តយើងគ្រប់ពេលវេលាទាំងអស់បាទដើម្បីរំដោះខ្លួនយើងគឺថាយើងកាលណាមានហេតុការណ៍កើតឡើងគឺយើងផ្លែតចូលទៅជាប្រធានឈរមើលព្រឹត្តិការណ៍ទាំងអស់នោះ
ហាក់ដូចជាអ្នកមើលកុននៅក្នុងខ្លួនយើងចឹងបាទយើងឈរជាប្រធានឈរជាអ្នកមើលឈរពីខាងក្រោយកាយនិងចិត្តមើលរឿងរ៉ាវហេតុការណ៍ទាំងអស់បាទពេលណាភ័យព្រួយផុសឡើងដោយព្រឹត្តិការណ៍ណាមួយគឺយើងភ្ញាក់រលឹកនឹកថាអូអាត្មាអញមិនមែនជារឿងរ៉ាវទាំងអស់នឹងទេអាត្មាអញគឺជាអ្នកនៅពីខាងក្រោយព្រឹត្តិការណ៍នឹងឈរមើលនឹងយើងផ្លែតទៅជាអ្នកឈរមើលនឹងទៅមកពេលនោះរឿងរ៉ាវក៏រដកគេថាភាពតឹងតែងក៏បានសាកស្រានការភ័យខ្លាចក៏បាត់ទៅបាទហើយយើងបានរួចរំដោះតាមវិធីប្រើប្រាជ្ញានឹងជាវិធីប្រើប្រាជ្ញាសតតែម្ដងបាទហើយឥឡូវនេះកូនស្រីសួរថាពាក្យបញ្ញត្តិនេះហាក់ដូចជាព្រះលោកដាក់បស្សនាមិនដឹងជាដូចមិនដេចទេនេះបាទឥឡូវនេះខ្ញុំសូមភ្ជាប់ខ្លឹមសារប្រើបញ្ញាប្រើបញ្ញាប្រើការចូលជាប្រធានប្រើការឈរមើលប្រើនៅវិជាប្រធានកម្មនឹងជាការប្រើបញ្ញាបាទឥឡូវនេះខ្ញុំភ្ជាប់ទៅប្រើព្រះវិញបាទតាមពិតទៅការប្រើព្រះនឹងគឺថាយើងត្រូវមើលឃើញថាសកម្មភាពដែលយើងស្ទុះពីអ្នកដើរតួកុនក្នុងកុននឹងគឺថាកំពុងតែចូលតួក្នុងសាច់រឿងនឹងបាទធ្វើឲ្យយើងភ័យព្រួយធ្វើឲ្យយើងអស់សង្ឃឹមធ្វើឲ្យយើងភ័យខ្លាចអីចឹងហើយរំពេចនោះយើងនឹកឃើញថាអញមានប្រធានតាទុផ្លែតទៅប្រធានបាទទុផ្លែតទៅប្រធានឃើញរំដោះប៉ុន្តែការធ្វើបែបនេះគឺជាបុគ្គលជាអ្នកធ្វើបាទបុគ្គលឈ្មោះJennifer បុគ្គលឈ្មោះសំណុំបុគ្គលឈ្មោះដាវីបុគ្គលឈ្មោះសខំនឹងអ្នកធ្វើបាទធ្វើបែបហ្នឹងគឺថាវានៅរាំងស្ទះដែរដោយសារយើងនៅប្រើខ្ញុំតូចនឹងធ្វើបាទអញ្ចឹងយើងឈានទៅប្រើខ្ញុំធំបាទទៅប្រើព្រះតែម្ដងបាទយើងប្រើពាក្យថាប្រើព្រះហ្នឹងគឺថាវាមិនគួរសមទេប៉ុន្តែដើម្បីឲ្យយល់គឺថាយើងងាកទៅរកព្រះបាទយើងងាកទៅរកព្រះដើម្បីងាកទៅរកព្រះខ្ញុំសូមលើកឧទាហរណ៍តូចដើម្បីបញ្ជាក់បង្ហាញដូចជាកូនស្រីហូបចំណីអាហារអញ្ចឹងបាទពេលហូបចំណីអាហារបាទជួនកាលនៅលើតុនឹងគឺថាចំណីអាហារនឹងវាឆ្ងាញ់ទៅក៏សប្បាយទៅជួនកាលចំណីអាហារនឹងវាធ្វើមិនត្រូវក៏មានការខកចិត្តឬមួយក៏មានគំនិតគិតថាអញថ្ងៃក្រោយទៅធ្វើចេះធ្វើចុះវិញកែលម្អអីចឹងទៅបាទពេលនឹងគឺថាវាមានគំនិតផ្សេងកើតឡើងបាទអញ្ចឹងយើងចូលទៅក្នុងព្រះបាទចូលទៅមើលឃើញថាព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងដំណើរហូបនេះគឺជាដំណើររបស់ការដើរតួក្នុងរឿងក្នុងព្រះកំពុងតែសម្ដែងការដើរតួនៅក្នុងហ្នឹងបាទកំពុងសម្ដែង
បញ្ចេញសាច់រឿងមកឲ្យយើងឃើញបាទហើយវាមានហេតុផលអីពីខាងក្រោយនឹងបាទគ្រប់យ៉ាងទាំងអស់បាទហើយយើងនិយាយទៅកាន់ត្រង់ព្រះជាម្ចាស់ទ្រង់កំពុងតែសម្ដែងនៅរឿងរ៉ាវទាំងអស់នេះឲ្យខ្ញុំឃើញបាទតាមពិតរឿងខ្ញុំជាម្ចាស់ទាំងអស់គ្នានឹងគឺគ្រាន់តែជាអ្នកសម្ដែងទេគឺចំណែកឯសាច់រឿងឯព្រះអង្គលោកកំពុងតែរៀបចំមកបាទកំពុងតែរៀបចំមកបាទហើយទ្រង់ក៏បានឲ្យឃើញមួយចំណុចថាគឺពេលដែលហូបចំណីអាហារហ្នឹងគឺមានជាតិជាច្រើនបានចូលមកក្នុងចានរបស់ខ្ញុំនឹងគឺថាព្រះអង្គលោករៀបចំដូចជាបាយដែលចូលមកក្នុងចាននឹងគឺមានកសិករជាច្រើននៅស្រុកខ្មែរនោះយើងនៅស្រុកអាមេរិកនេះហូបបាយយើងហូបមួយម៉ាត់ទៅឆ្ងាញ់ពិសាយើងត្រូវនឹកឃើញទៅដល់កសិករដែលកំពុងតែធ្វើការហាលថ្ងៃបែកញើសលុយផុកយ៉ាងលំបាកលំបិនទៅងាប់បានក៏មួយគ្រាប់មកហ្នឹងគឺថាមានកសិករផងមានពាណិជ្ជករអីណាផងច្រើនណាស់ដើម្បីរៀបចំបាយទាំងអស់នឹងសិតតែជាការងាររបស់ព្រះជាម្ចាស់រៀបចំមកហើយត្រីសាច់ឬក៏បន្លែដែលមាននៅក្នុងចាននឹងកូនស្រីទៅមើលឃើញថានេះសិតតែជាផ្លែផ្កាដែលបានមកអំពីការងាររបស់កសិករនៅសហរដ្ឋអាមេរិកដែលគេដាំដុះបានហើយនឹងការងារដឹកជញ្ជូនយកមកលក់នៅលើទីផ្សារការងារលក់ដូរបាទការងារអីអស់ហ្នឹងគឺថាទាំងងំនឹងបន្លែនឹងសាច់នឹងមកដល់ក្នុងចានយើងគឺថាមានការងារមនុស្សជាច្រើនធ្វើនៅនោះហើយយើងមកផ្សំមកហូបនឹងក៏ខួរក្បាលវាចេះធ្វើដែរខួរក្បាលធ្វើនឹងមិនយើងអ្នកធ្វើទេណាព្រះលោករៀបចំធ្វើទាំងអស់ហ្នឹងឃើញទេកូនស្រីហើយពេលនោះយើងចាប់ផ្ដើមដឹងគុណមើលមហោបដើអារម្មណ៍ពីមុននោះវាបដូរទៅជាអារម្មណ៍ដឹងគុណទៅវិញអូបងហើយអ្វីគឺសត្វតែព្រះអង្គរៀបចំហើយលើចំណៃនឹងវាចូលមកក្នុងខ្លួនខ្ញុំវាបំពេញកម្លាំងឲ្យខ្ញុំនៅអង្គុយស្ដាប់លោកគ្រូអង្គុយស្ដាប់ព្រះធម៌ឲ្យខ្ញុំបន្តបដិបត្តិធម៌ឲ្យខ្ញុំបំរើមនុស្សជុំវិញឲ្យខ្ញុំរៀបចំអនាគតកូនចៅលក្ខនឹងលក្ខឃើញទេអញ្ចឹងអ្វីទាំងអស់គឺសុទ្ធតែជាកិច្ចការរបស់ទ្រង់ទាំងអស់មើលចុះគ្មានកិច្ចការណាមួយអត់មានទ្រង់ទេអ្នកកំពុងតែហូបបាយហ្នឹងក៏ជាអ្នករបស់ទ្រង់ទៅដែរកូនស្រីឃើញហ្នឹងហើយដល់ហើយកូនស្រីចូលមកកម្រិតទៀតថាពេលនេះទ្រង់កំពុងតែហូបអាហារទ្រង់កំពុងតែហូបអាហារហើយក៏ទ្រង់កំពុងតែឈរមើលខ្លួនឯងហូបអាហារនឹងទៅទៀតអ្នកដែលមានសតិហ្នឹងមិនមែនបុគ្គលទៀតទេមិនមែនបុគ្គលឈ្មោះសំណុំឈរមើលកាយមើលចិត្តនឹងទៀតទេគឺទ្រង់បានដកខ្លួនទ្រង់ទៅឈរមើលខ្លួនឯងកំពុងតែហូបអាហារកំពុងមើលទៅបុគ្គលដែលកំពុងតែច្បុកច្បល់ក្នុងអារម្មណ៍ខកចិត្តខឹង
ថាអញថ្ងៃនេះក៏ធ្វើម្ហូបមិនល្អចេះឈរមើលតួបុគ្គលដែលវាដើរតួជាការសប្បាយចិត្តពេញចិត្តសរសើរខ្លួនឯងលាក់នឹងលាក់បាទអានោះក៏ព្រះដែរព្រះលោកកំពុងតែទៅឈរមើលអញ្ចឹងកូនស្រីគឺថាបុគ្គលយើងឲ្យលាយទៅក្នុងព្រះនឹងតែម្ដងដូច្នេះព្រះអង្គលោកកំពុងតែធ្វើការនោះដូច្នេះពេលដែលយើងយាងព្រះអង្គចូលមកក្នុងខ្លួនយើងព្រះអង្គនឹងទៅជាស្តេចដឹងឈរមើលនឹងតែម្ដងដូច្នេះវាលាយលែងមានមនុស្សអ្នកធ្វើនោះគឺថាស្តេចដឹងវាកើតជាមួយនឹងព្រះអង្គយាងមកនឹងតែម្ដងដោយដែលខ្ញុំបាននិយាយពីមុនស្រាប់ថាបើយាងព្រះអង្គចូលមកគឺសតិដឹងកើតមានឆ្វាច់តែម្ដងហើយគណៈសតិដឹងកើតមានឆ្វាច់ពេលនោះឯងដែលអ្វីគ្មានមកប៉ះពាល់យើងទេគឺសត្វតែជាសាច់រឿងដែលកំពុងតែសម្ដែងនៅលើកាយនៅលើចិត្តទាំងអស់ឃើញទេកូនស្រីមើលឃើញថាតើបដិកាគ្រាន់តែហូបបាយមួយមុខហ្នឹងវាកើតជាការដឹងគុណចំពោះព្រះជាម្ចាស់ជាងព្រះជាម្ចាស់ឲ្យចូលមកនៅក្នុងខ្លួនយើងបាទហើយคลายព្រះជាម្ចាស់ទ្រង់คลายទៅជាព្រះនេតមើលពីខាងក្នុងមកបាទមើលធ្វើកិច្ចការនៃរូបកាយទាំងមូលដៃជើងក៏ព្រះជាម្ចាស់កំពុងតែធ្វើហូបក៏ប្រងទ្រង់កំពុងតែហូបហើយសកម្មភាពសពយ៉ាងទាំងអស់គឺជាទ្រង់ទាំងអស់បាទហើយឆ្នៃយើងចូលពីបញ្ញារបស់ប្រធាននឹងកម្មចូលមកការប្រើព្រះជាម្ចាស់កូនស្រីឃើញឧទាហរណ៍នេះច្បាស់ទេបាទនេះជាឧទាហរណ៍មួយបាទកូនស្រីទាំងអស់គ្នាមើលឃើញទេអ្វីដែលខ្ញុំលើកឡើងនេះការភ្ជាប់រវាងបញ្ញារបស់បុគ្គលដែលធ្វើសតិដឹងហ្នឹងដែលមានសតិដឹងហ្នឹងមកព្រះជាអ្នកធ្វើកិច្ចការទាំងអស់អញ្ចឹងទៅគឺថាអ្វីទៅហូរទៅយ៉ាងរលូនបាទដល់ខ្ញុំលើកឧទាហរណ៍តូចមួយទៀតពេលនេះកូនស្រីនៅក្នុងផ្ទះហើយកលែងមើលទៅខាងក្រៅផ្ទះមើលខ្យល់បក់លើស្លឹកឈើល្វិចកូនស្រីផ្ដោតអារម្មណ៍ទៅលើដំណើរធម្មជាតិមួយនេះបាទកូនស្រីផ្ដោតអារម្មណ៍ទៅលើហ្នឹងពេលដែលកូនស្រីផ្ដោតអារម្មណ៍ទៅការសប្បាយរីករាយផុសឡើងនៅក្នុងខ្លួនបាទហើយពេលហ្នឹងគឺថាបើសិនជាកូនស្រីប្រើសតិដឹងទៀតការសប្បាយរីករាយហ្នឹងគឺកាន់តែខ្លាំងមែនទែនបាទដកខ្លួនទៅមើលចិត្តយើងខាងក្នុងដែលវាសប្បាយអណ្ដែតចឹងណាបាទហើយឥឡូវជំហានទី2កូនស្រីនិយាយទៅកាន់ទ្រង់ព្រះជាម្ចាស់បាទស្លឹកឈើដែលកំពុងតែត្រូវខ្យល់ហើយធ្វើចលនាល្បិចនៅខាងក្រៅនេះគឺជាដំណើរហូរទៅនៃព្រះជាម្ចាស់ដែលកំពុងតែតាក់តែងអ្វីទាំងអស់ឲ្យមានដំណើរយ៉ាងសុក្រិតបាទមានពេលវេលាដល់ល្អដែលខ្ញុំនៅខាងក្នុងផ្ទះហើយនឹងស្លឹកឈើនៅខាងក្រៅកំពុងតែចលនាបង្កើតទំនាក់ទំនងមកខ្លួនខ្ញុំអីចឹងបាទនឹងសិតតែជាច្បាប់របស់ព្រះជាម្ចាស់ដែលកំពុងតែសម្ដែងឡើងឲ្យឃើញសំបីតែនៅក្នុងខ្លួនរបស់ខ្ញុំនឹងក៏ព្រះទ្រង់កំពុងតែធ្វើការដែរបាទ
ព្រះកំពុងធ្វើការដូចជាកិច្ចការដែលព្រះទ្រង់ធ្វើនៅខាងក្រៅខ្លួនខ្ញុំដូចជាសឹកឈើនឹងមុននឹងវាមកដល់សឹកឈើនឹងគឺថាវាជាក្របពូជដើមឈើវាដុះវាអីអញ្ចឹងវាលូតលាស់រហូតដល់ពេលដែលខ្ញុំអង្គុយមើលវាហ្នឹងគឺជាលទ្ធផលនៃការងាររបស់ទ្រង់បានធ្វើមកលើសឹកឈើនឹងហើយក៏ដូចគ្នាដែរនៅក្នុងរូបកាយរបស់ខ្ញុំនេះគឺថាព្រះកំពុងតែរៀបចំនៅប្រព័ន្ធម៉ាស៊ីនដើម្បីត្រួតត្រងជីវិតរបស់ខ្ញុំបាទដង្ហើមដែលចេញចូលបាទចេញចូលគឺថាបើកយកអុកស៊ីហ្សែនខ្យល់ដ៏ល្អបរិសុទ្ធរបស់ទ្រង់ដែលជាអំណោយរបស់ទ្រង់ចូលទៅក្នុងខ្លួនសម្អាតឈាមក្រហមឲ្យឈាមដែលប្រកបទៅដោយកាសកាបនិកនឹងឲ្យចេញមកវិញហើយសម្អាតប្រព័ន្ធខាងក្នុងហើយព្រះអង្គបាននាំនៅរសជាតិផ្សេងបញ្ចូលទៅក្នុងចំណីអាហារដែលយើងហូបចូលនឹងទៅចិញ្ចឹមឲ្យដំណើររំលាយអាហារហ្នឹងគឺថាមិនមែនយើងធ្វើទេគឺថាទឹកមាត់គេរំលាយកាពះគេរំលាយអស់ហើយគេបញ្ចូលទៅពវៀនតូចនឹងស្រូបបើកសល់ខាងគេខ្ជាក់ចេញមកបាទចេញមកក្រៅហើយមានជាកម្លាំងរៀបចំឲ្យខួរក្បាលនឹងវាដើរយ៉ាងពេញបន្ទុកនេះកូនស្រីកំពុងតែស្ដាប់ហ្នឹងកូនស្រីកំពុងតែចេះគិតពិចារណារកឃើញអីអស់ហ្នឹងមិនមែនកូនស្រីអ្នកធ្វើទេគឺព្រះលោករៀបចំខួរក្បាលឲ្យដើរឲ្យគិតឃើញដោយកូនស្រីJennifer សួរហ្នឹងគឺថាជាព្រះលោកបំផុសមកទេឃើញទេដូច្នេះទាំងកាយទាំងចិត្តសត្វតែជាស្នាដៃរបស់ទ្រង់កំពុងតែធ្វើកិច្ចការទាំងអស់ហ្នឹងបាទមកតែធ្វើកិច្ចការទាំងអស់ហ្នឹងអញ្ចឹងយើងឃើញស្លឹកឈើយើងឃើញច្បាប់ធម្មជាតិរហូតដល់ឃើញច្បាប់ធម្មជាតិនៅក្នុងខ្លួនយើងដែលព្រះកំពុងតែធ្វើហើយយើងចូលមកកម្រិតទៀតចូលមកដល់ក្នុងខ្លួនយើងផ្ទាល់ក្នុងខ្លួនយើងផ្ទាល់គឺថាព្រះនឹងសតិដឹងតែមួយទេបាទព្រះទ្រង់តតពីខាងក្នុងតាមរយៈសតិដឹងហ្នឹងគឺជាព្រះអង្គទ្រង់គង់នៅពីខាងក្រោយនៅពីខាងក្រោយកាយនិងចិត្តហ្នឹងឈរមើលដំណើរយ៉ាងរវើករបស់កាយនិងចិត្តដែលកំពុងតែធ្វើដំណើរហ្នឹងបាទហើយអត់មានកូនស្រីធ្វើទៀតទេពេលដែលព្រះលោកយាងចូលមកគឺកូនស្រីប្រឡែងឲ្យព្រះលោកធ្វើកិច្ចការនឹងទាំងអស់បាទរូបកាយនេះដែលយើងកំពុងតែពិសោធន៍នេះហាក់ដូចជាវិទ្យុផ្សាយសម្លេងពីព្រះមកទេយើងគ្រាន់តែជាម៉ាស៊ីនផ្សាយតែប៉ុណ្្នឹងទេយើងអត់បាច់ធ្វើអីទេគឺអ្វីវាដំណើរការទៅឯងតែម្ដងហើយយើងសាខ្លួននៅជាមួយនឹងព្រះជាម្ចាស់នឹងទៅបាទទាំងសកម្មភាពអ្វីសពយ៉ាងយើងនៅជាមួយនឹងព្រះជាម្ចាស់បាទសុខសប្បាយរីករាយបាទបុគ្គលតូចទៅបុគ្គលគ្រាន់តែជាអ្នកបម្រើទ្រង់គ្រាន់តែជាអ្នកជាខ្មៅដៃរបស់ទ្រង់តែប៉ុណ្ណឹងបាទដូច្នេះគ្រាន់តែសកម្មភាពយើងងាកមើលទៅស្លឹកឈើធ្វើឲ្យយើងឃើញច្បាប់សកលនៅក្នុងធម្មជាតិហើយឈានមកមើលឃើញច្បាប់សកលនៅក្នុងខ្លួនយើងហើយសកម្មភាពរូបកាយនិងចិត្តដែលកំពុងតែឈរមើលគឺទ្រង់នៅគង់នៅក្នុងខ្លួនយើងគង់មើលឃើញ
សកម្មភាពខាងក្រៅសកម្មភាពលើកាយទ្រង់ជាសតិដឹងនឹងតែម្ដងមិនមែនកូនស្រីទេដូច្នេះកូនស្រីคล้ายទៅជាឧបករណ៍របស់ទ្រង់កំពុងតែប្រើប្រាស់ហើយកូនស្រីคล้ายទៅជាអ្នកបម្រើទ្រង់ដៃជើងភ្នែកសកម្មភាពសត្វតែទ្រង់កំពុងតែបញ្ចេញមកទ្រង់កំពុងតែបញ្ចេញមកប្រឡែងឲ្យរូបកាយនេះទៅជាស្ថានីយ៍ផ្សាយសម្លេងរបស់ទ្រង់បាទយើងជាវិទ្យុផ្សាយសម្លេងរបស់ទ្រង់យើងអត់មានសមត្ថភាពអីទេបាទយើងប្រឡែងទាំងអស់បុគ្គលអស្ចារ្យណាស់កូនស្រីឃើញទេឃើញព្រឹត្តិការណ៍ទាំងអស់នេះទេវាឈានពីព័ត៌មានដែលខ្ញុំបាននិយាយខាងលើគឺជាការងាររបស់បុគ្គលបញ្ញាតូចនិយាយខាងអាត្មាអញទៅជាសតិដឹងគឺថាអាត្មាអញអាចនឹងទទួលបានអ្វីគ្រប់យ៉ាងទាំងអស់ណាអញឈ្នះប៉ុន្តែអានឹងនៅបុគ្គលឯណាអញ្ចឹងត្រូវឈានចូលមកយើងព្រះឲ្យចូលមកក្នុងខ្លួនយើងថែមទៀតដោយរឿងហូបបាយអញ្ចឹងគ្រាន់តែហូបបាយមួយយើងព្រះចូលមកហើយគ្រាន់តែមើលតាមមកអួយហ្នឹងឃើញសឹកឈើយើងព្រះចូលមកពេលហ្នឹងគឺព្រះធ្វើកិច្ចការអីទាំងអស់យើងគ្រាន់តែជាបបិជុផ្សាយសម្លេងរបស់ព្រះជាម្ចាស់តែប៉ុណ្្នឹងទេបាទទ្រង់ធ្វើកិច្ចការសពយ៉ាងទ្រង់គង់នៅទ្រង់បើកប្រណេតតតមើលទ្រង់មានសតិដឹងទ្រង់ធ្វើសកម្មភាពគ្រប់យ៉ាងនៅក្នុងខ្លួនយើងបាទកូនស្រីយល់បានទេបាទដើម្បីឲ្យកាន់តែជួបជ្រាបនឹងជាការចងចាំផងនោះខ្ញុំសូមអាននៅពាក្យពេចន៍របស់អ្នកប្រាជ្ញមួយចំនួនដើម្បីរំលឹកមនុស្សយើងគ្រប់គ្នាក្នុងដំណើរជីវិតនៅលើផែនដីនេះបាទសូមព្រះជាម្ចាស់ដឹកនាំយើងគ្រប់គ្នាពីភាពមិនពិតទៅអ្វីដែលពិតទៅអ្វីដែលជាសច្ចធម៌សូមទ្រង់នាំយើងពីភពពីភាពងងឹតទៅភាពមានពន្លឺសូមទ្រង់នាំយើងពីសេចក្តីស្លាប់ទៅភាពអមតៈសូមឲ្យធម្មជាតិព្រះអង្គស្ថិតស្ថេរពេញបេះដូងនិងទ្រង់ការពារយើងគ្រប់គ្នាទោះខ្ញុំទៅទីណាក៏ដោយទោះបីរូបកាយនេះដើរទៅដល់ទីណាក៏ដោយទោះបីចិត្តនេះគិតអំពីអ្វីក៏ដោយនោះសុទ្ធតែជាធម្មជាតិរបស់ព្រះជាម្ចាស់នោះសុទ្ធតែជាសកម្មភាពរបស់ទ្រង់ទាំងអស់បាទក្នុងដំណើរសកម្មភាពរៀងរាល់ថ្ងៃរបស់អ្នកចូលគុំរកព្រះជាម្ចាស់នៅឆ្ងាយឯណានោះចូលអ្នកមើលមកដៃដែលកំពុងតែរវើកធ្វើការងារចូលអ្នកមើលមកខួរក្បាលនិងចិត្តដែលកំពុងតែគិតពិចារណារកវិធីដោះស្រាយចូលអ្នកមើលមកបេះដូងអ្នកផ្ទាល់ដែលកំពុងតែសោយអារម្មណ៍ទាំងអស់នោះគឺសុទ្ធតែជាចលនាដែលហូរចេញពីព្រះជាម្ចាស់ទាំងអស់ព្រះជាម្ចាស់កំពុងតែរស់នៅនិងធ្វើសកម្មភាពសពយ៉ាងនៅក្នុងរូបយើងគ្រប់គ្នាសូមឲ្យស្មារតីរបស់ខ្ញុំនិងអេយ៉ាបតគ្រប់យ៉ាងក្នុងដំណើរជីវិតរបស់ខ្ញុំคล้ายទៅជាឧបករណ៍បម្រើមនុស្សសត្វទាំងអស់នៅលើលោកយើងនេះសូមឲ្យសន្តិភាពនៅលើផែនដីសូមឲ្យមានសន្តិភាពនៅលើផែនដីសូមឲ្យមានសន្តិភាពនៅក្នុងទឹក
សូមឲ្យមានសន្តិភាពក្នុងរុក្ខជាតិដើមឈើនិងសត្វសូមឲ្យមានសន្តិភាពក្នុងចិត្តមនុស្សលោកទាំងក្នុងចិត្តសត្វលោកទាំងអស់សូមឲ្យមានសន្តិភាពក្នុងមនុស្សគ្រប់គ្នានិងក្នុងអ្វីៗគ្រប់យ៉ាងអូមនមಶಿវាយಶಿវាយនមអូមអូមនមಶಿវាយಶಿវាយនមអូមអូមនមಶಿវាយಶಿវាយនមអូមអរព្រះគុណចំពោះព្រះជាម្ចាស់ដែលទ្រង់បំភ្លឺយើងគ្រប់គ្នាបំភ្លឺច្បាស់ឲ្យឃើញច្បាស់អំពីទំនាក់ទំនងរវាងបញ្ញាបុគ្គលឈានចូលមកបញ្ញារបស់ព្រះអតិទេពដែលកំពុងតែចលនារស់រវើកក្នុងជីវិតជាក់ស្ដែងនៅលើផែនដីនេះអរព្រះគុណអរព្រះគុណបាទគុណស្រី Jennifer Davi សុខុមខ្ញុំនឹកឃើញចំណុចមួយទៀតដែលរំលេចអំពីស្នាដៃរបស់ព្រះជាម្ចាស់ដែលកំពុងតែបង្កើតដែលកំពុងតែបង្ហាញរូបរាងជាលម្អដោយដែលយើងឃើញរូបចម្លាក់ដ៏ស្អាតផូរផង់នៅតាមជញ្ជាំងប្រាសាទដូចជាសិល្បៈស្ថាបត្យកម្មទំនើបសពថ្ងៃដែលអ្នកទាំងអស់គ្នាបានឃើញបាទហើយនៅលើផែនដីទាំងមូលទាំងផ្លូវថ្នល់ទាំងវិមានផ្ទះឬក៏កន្លែងដែលមនុស្សបានធ្វើឬក៏រូបគំនូរដ៏ល្អវិចិត្រឬក៏ចម្លាក់ដែលយើងឃើញនៅក្នុងមន្ទីរធំដែលធ្វើឡើងបាទយើងទាំងអស់គ្នាគិតថាគឺជាស្នាដៃរបស់ជាងដកឯករបស់ជាងម្នាក់ដែលពូកែធ្វើដែលកើតមកអំពីការប្រឹងប្រែងអំណត់អំពីចំណេះវិជ្ជាដែលខ្លួនឯងសន្សំហើយដើម្បីបង្កើតជារូបភាពទាំងអស់នោះយើងទាំងអស់គ្នាតែងតែគិតឃើញអញ្ចឹងបាទតែតាមពិតរឿងរ៉ាវគឺជាស្នាដៃរបស់ព្រះជាម្ចាស់ទាំងអស់បាទរបស់ព្រះជាម្ចាស់គឺតំណាងឲ្យលំអធម្មជាតិដែលមាននៅក្នុងសិល្បៈដែលមាននៅក្នុងការនិពន្ធបទភ្លេងដែលមាននៅក្នុងការនិពន្ធរឿងរ៉ាវផ្សេងគឺមាននៅក្នុងជាស្នាដៃរបស់ទ្រង់ទាំងអស់បាទហើយគឺថាទ្រង់បានបង្កើតជាងនីមួយនឹងគឺថាកើតពីធម្មជាតិទ្រង់មកបាទហើយធម្មជាតិនឹងគឺថាវាបានคล้ายទៅជាខួរក្បាលមួយដ៏អស្ចារ្យហើយក៏អាចនឹងឈានទៅឆ្នៃអ្វីចេញមកក្រៅគឺចេញអំពីខួរក្បាលរបស់ទ្រង់មកមិនមែនយើងគិតត្រឹមតែជាងខាងក្រៅនេះទេបាទហើយតាមពិតរូបភាពទាំងអស់ដែលចេញមកក្រៅនេះដូចជារូបតួអេហ្វែលនៅសុបារាំងណាបាទដែលដល់សង្ហាបាទដល់សង្ហាបាទដែលនៅឈរនៅសុបារាំងដែលខ្ញុំក៏បានធ្លាប់ទៅឡើងម្ដងដែរបាទឡើងទៅដល់កំពូលលើនោះដូចជារូបតំណាងឲ្យសិទ្ធិសេរីភាពរបស់មនុស្សលើលោកស្ត្រីដែលឈរនៅ
រូបចម្លាក់ស្ត្រីដែលឈរកាន់សិភៅហើយនឹងភ្លើងគោមនៅចិត្តនៅតំបន់ញូវយ៉កណាគេហៅរូបតំណាងឲ្យសេរីភាពណារូបនឹងស្អាតណាស់បាទបារាំងធ្វើបាទរូបនឹងស្អាតណាស់ហើយមានតន្ត្រីពីរោះជាច្រើនទៀតដែលយើងស្ដាប់ទៅគឺថាវារំដំហើយមានសិល្បៈជាច្រើនទៀតដែលគេសរសេរនៃអ្នកអានម្នាក់គឺជាជក់ចិត្តហើយមានរឿងវីដេអូជាច្រើនដែលល្អដែលយើងមើលជួយចិត្តហ្នឹងគឺចេញមកពីព្រះទាំងអស់បាទចេញមកពីព្រះទាំងអស់ដូចជាអ្នកឆ្លាក់អញ្ចឹងដូចជាអ្នកឆ្លាក់រូបអញ្ចឹងតាមពិតរូបស្អាតហ្នឹងវាមាននៅក្នុងដុំថ្មមួយដុំនឹងស្រេចហើយដុំថ្មមួយដុំហ្នឹងគឺថាមានរូបមួយដ៏ស្អាតនៅក្នុងនឹងស្រេចហើយជាងខាងក្រៅនេះគ្រាន់តែប្រលេះរបស់ដែលមិនមែនជារូបនឹងចេញទៅរូបនឹងចេញមកតែម្ដងក្នុងន័យហ្នឹងចង់និយាយថានៅក្នុងខួរក្បាលរបស់អ្នកប្រាជ្ញទាំងអស់ហ្នឹងដែលអ្នកនិពន្ធឬក៏អ្នកឆ្លាក់អ្នកតែងបទភ្លេងឬក៏អ្នកតែងចម្រៀងឬក៏អ្នកតែងសិភៅដល់ជក់ចិត្តអស់ហ្នឹងគឺតាមពិតវាមាននៅខាងក្នុងស្រេចតែម្ដងមុនពេលដែលអ្នកតបតែងនឹងទៅទៀតបាទហើយដល់អ្នកនិពន្ធទាំងអស់នេះគឺថាដើម្បីឲ្យទៅដល់ទៅនឹងដល់ទៅប្រឡែងបុគ្គលទាំងអស់ថ្វាយទៅព្រះពេលដែលប្រឡែងថ្វាយទៅព្រះពេលនឹងឯងរូបភាពទាំងអស់នឹងចេញមកតែម្ដងហើយរូបភាពបើនិយាយពីអ្នកឆ្លាក់វិញគឺគ្រាន់តែគាត់ប្រឡេះយកអបមកដុំថ្មទាំងមូលចឹងរូបភាពដ៏បរិសុទ្ធនឹងមានមុនពេលដែលអ្នកនឹងទៅគិតទៅទៀតបាទមានស្រេចនៅក្នុងដុំថ្មនឹងស្រេចទៅហើយជាងនឹងគ្រាន់តែទៅប្រឡេះយករបស់ដែលមិនមែនជាព្រះនឹងយកចេញមករបស់ដែលមិនមែនជារូបដែលព្រះកសាងនៅខាងក្នុងហ្នឹងយកចេញមកវាចេញលេចធ្លោមកតែម្ដងបាទដូច្នេះពេលដែលយើងសមាធិពេលដែលយើងភ្ជាប់ទៅត្រង់ពេលដែលយើងធ្វើកិច្ចការទាំងអស់ហ្នឹងគឺថាពេលហ្នឹងឯងត្រង់ចុះមកធ្វើការនៅក្នុងខ្លួនយើងនឹងតែម្ដងត្រង់គឺជាភ្នែកត្រង់គឺជាខួរក្បាលត្រង់គឺជាដៃជើងអីសពយ៉ាងទាំងអស់ហើយទ្រង់នឹងបញ្ចេញនៅអ្វីដែលមាននៅក្នុងទ្រង់នឹងបញ្ចេញមកក្រៅអញ្ចឹងជាងដ៏ពូកែអស្ចារ្យនេះគឺថាដែលយើងមើលពីខាងក្រៅនឹងតាមពិតជាស្នាដៃរបស់ទ្រង់ទេបាទជាស្នាដៃរបស់ទ្រង់ទេអញ្ចឹងបានលោកអ្នកប្រាជ្ញពិភពលោកមួយលោកនិយាយថាយើងទាំងអស់គ្នាតែងតែពេលដែលយើងឃើញស្នាដៃដ៏ល្អណាមួយយើងតែងតែអោនកាយក្រាបថ្វាយឬក៏កោតសរសើរជាងនេះកោតសរសើរជាងបាទតែតាមពិតជាយើងកោតសរសើរហ្នឹងគឺកោតសរសើរអ្នកបម្រើព្រះតាបាទយើងត្រូវកោតសរសើរដល់អ្នកផលិតដល់អ្នកដំបូងគឺព្រះជាម្ចាស់យើងកុំមកកោតសរសើរលើខ្មៅដៃណាអ្នកទៅសេហ្នឹងគឺកោតសរសើរលើខួរក្បាលគឺព្រះដែលលោកបញ្ចេញគំនិតមកលើกระดาษនេះកុំកោតសរសើរជាងដែលកំពុងតែឆ្លាក់ហ្នឹងគឺកោតសរសើរលើរូបភាពដែលមាននៅក្នុងដុំថ្មមុនពេលជាងនឹងទៅទៀតបាទកុំកោតសរសើរលើអ្នកសំដែងអ្នកសរសេរបទភ្លេងឬក៏បង្កើតវង់ភ្លេងទាំងអស់ហ្នឹងគឺថាកោតសរសើរលើបទភ្លេងដែលមានមុននឹងទៅទៀតនៅក្នុងខួរក្បាលរបស់ព្រះនោះ
បាទកោតសរនឹងចឹងយើងសពថ្ងៃនៅក្នុងអរិយធម៌យើងគឺកោតសរបំរើព្រះតាយើងមិនបានកោតសរព្រះពិតប្រាកដទេណាព្រះពិតប្រាកដគឺនៅក្នុងខ្លួនយើងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់បាននៅសិល្បៈដ៏ល្អនៅធ្វើកិច្ចការឲ្យបានល្អគឺលោកអ្នកភ្ជាប់ទៅព្រះជាម្ចាស់នៅក្នុងខ្លួនយើងគឺទ្រង់នឹងបញ្ចេញពន្លឺបញ្ចេញស្នាដៃបញ្ចេញលំអអច្ឆរិយៈមកខាងក្រៅតែម្ដងបាទនេះហើយគឺជាការភ្ជាប់រវាងចំណេះបុគ្គលទៅនឹងចំណេះព្រះគឺថាយើងលែងយកខ្លួនយើងជាអ្នកធ្វើហើយខ្លួនយើងគ្រាន់តែជាវិទ្យុផ្សាយសម្លេងពីព្រះមកទេផែនការរបស់ព្រះមានស្រេចស្រាប់នៅខាងក្នុងចក្រវាលនឹងហើយបាទហើយវាគ្រាន់តែទៅដល់ពេលនឹងបញ្ចេញមកដូចជាការរកឃើញថ្មីនឹងកាលពីឆ្នាំ70អីអត់ឃើញរីកាលពីឆ្នាំមុនដែលខ្ញុំនៅពីក្មេងទូនោះខ្ញុំមិនទាំងស្គាល់ TV ទូមិនទេហើយវិទ្យុនឹងមានមួយទៅចាំបើឥឡូវឈានមកចេញវិទ្យុចេញទូឥឡូវឈានមកដល់ចេញ digital ចេញ AI មកគេមកសិតតែជាស្នាដៃរបស់ព្រះមានសាច់ស្រាប់នៅក្នុងធម្មជាតិហើយបាទហើយព្រះអង្គលោកកំពុងតែធ្វើបញ្ចេញមកដូច្នេះអ្នកទាំងអស់គ្នាត្រូវភ្ជាប់ជាមួយនឹងទ្រង់ដើម្បីឲ្យទ្រង់ប្រើឧបករណ៍របស់លោកអ្នកឲ្យដើម្បីបញ្ចេញស្នាដៃរបស់ទ្រង់ប្រកបទៅដោយលំអប្រកបទៅដោយគេថាប្រកបទៅដោយលំអប្រកបទៅដោយការតាក់ទាញការច្នៃប្រឌិតហើយនាំឲ្យជីវិតនៅក្នុងលោកកាន់តែប្រសើរកាន់តែល្អឡើងអរព្រះគុណចំពោះទ្រង់ដែលបង្ហាញផ្លូវអរព្រះគុណអូមនមសិវាយសិវាយានមអូមអូមនមសិវាយសិវាយានមអូមអូមនមសិវាយសិវាយានមអូមសូមអរព្រះគុណចំពោះការបំភ្លឺដ៏អស្ចារ្យមួយនេះបាទអរព្រះគុណសាធុលោកគ្រូកូនសូមសម្រួមកាយចិត្តព្រលឹងដួងវិញ្ញាណទាំងអស់គ្នារួមជាមួយលោកគ្រូលំអោនក្រាបថ្វាយបង្គំដល់លំអព្រះបាទទីប្រម៉ែជាម្ចាស់ទាំង3អង្គព្រះសិវាហើយកូនក៏សូមក្រាបថ្វាយបង្គំដល់លោកគ្រូមកច័ន្ទសំណុំដែលជាតំណាងព្រះរស់តំណាងទ្រង់ដែលមកលើផែនដីនេះមកជួបផ្ទាល់នឹងកូនយ៉ាងនេះសូមអរគុណប្រវត្តិមានទ្រង់ប្រពរជ័យទ្រង់យ៉ាងធំធេងបំផុតលោកគ្រូចា៎អរគុណណាស់លោកគ្រូអរគុណចំពោះការបកស្រាយទាំងឡាយទាំងពួងដែលជាបន្ទូលរបស់ទ្រង់កូនពិតជាឡើងសុបាយចិត្តហ្មងពេលស្ដាប់ទៅគឺថាដូចទ្រង់មកក្បែរកូនទទួលបាននៅការថ្នាក់ថ្នមកូនទទួលបាននៅការបញ្យលអប់រំណែនាំកូនទទួលបាននៅពពកស្រោចស្រពលើដួងព្រលឹងវិញ្ញាណនឹងជាពិសេសគឺចុងក្រោយដែលលោកគ្រូបញ្ចប់សេចក្តីនេះគឺអស្ចារ្យមែនទែននេះគឺជាការបដិបត្តិរបស់កូនចៅរាល់ថ្ងៃនឹងឯងលោកគ្រូចាមិនមានអ្វីក្រៅតែអំពីអូអរគុណទ្រង់អូនេះគឺប្រវត្តិមានទ្រង់តើដោយដែលកូនធ្លាប់បានជំរាបលោកគ្រូអញ្ចឹងថាពេលកូនជួបទុក្ខជួបវិបត្តិជួបបញ្ហាជួបចំណោទជីវិតអីផ្សេងហ្នឹងគឺបដូរពីការហេតុអ្វីបានអញ្ចឹងហេតុអ្វីបានចោះហ្នឹងវាបានលឿនជាងមុនបិទតែបុគ្គលវានៅតែមកពិចារណាក៏ប៉ុន្តែការផ្លាស់ប្ដូរត្រឡប់មកជួបទ្រង់យើងទ្រង់គង់ឲ្យបណ្ដោយដូចថាបន្ធូរទៅតាមលំហនៃជីវិតលំហនៃប្រឆន្ទៈទ្រង់អញ្ចឹងដូចវាលះច្រើនជាងមុនលោកគ្រូចាដូចដែលលោកគ្រូបញ្យល់ចាប់ចុងក្រោយហ្នឹងគឺថានឹកដល់ប្រគុណទ្រង់តែម្ដងអរប្រគុណទ្រង់យាងគង់ហើយមើលឃើញថាសពយ៉ាងគឺជាស្នាដៃស្នាពហុគឺជាបន្ទូលគឺជាសកម្មភាពរបស់ទ្រង់តែម្ដងដែលជីវិតកូនមួយថ្ងៃហ្នឹងអញ្ចឹងពេលដែលតលស្រែករទ្រង់ហើយដូចថាធ្វើឲ្យបុគ្គលវាលែងមានវត្តមានវាលែងមានអំណាចអញ្ចឹងលោកគ្រូហើយដល់ពេលកាយវិការឬក៏សម្ដីឬក៏អ្វីដែលកូនធ្វើចេញមកហ្នឹងភ្ញាក់ខ្លួនហ្មងថាអូយនេះត្រង់យាងគង់ហើយច្បាស់ណាស់
ទ្រង់ដកហូតការធុញថប់ទ្រង់ដកហូតនៅការមន្ទិលសង្ស័យទ្រង់អីសពយ៉ាងហើយមើលខ្ញុំមិនណានឹងទៅធ្វើបានអញ្ចឹងខ្ញុំមិនណាទៅចេះឆ្លើយខ្ញុំមិនណាទៅនឹកឃើញនៅមធ្យោបាយល្អអញ្ចឹងហើយខ្ញុំមិនណាទៅធ្វើកិច្ចការនឹងអីក៏ប្រកបដោយរលូនយ៉ាងហ្នឹងព្រះច្បាស់ណាស់ចានេះគឺកូនតែងតែលើកជំរាបទ្រង់ថ្វាយទ្រង់ថាអូយប្រម៉ាយច្បាស់ណាស់ព្រះជីវ៉ាច្បាស់ណាស់តែទ្រង់គង់យាងឲ្យធ្វើកិច្ចការទាំងអស់នេះឲ្យកូនដែលប្រើរូបកាយកូនឲ្យប្រព្រឹត្តនេះព្រោះលទ្ធផលដែលបានមកនោះអស្ចារ្យលើសពីការនឹកស្មាននេះគឺជាលទ្ធផលរបស់ទ្រង់អូយអស្ចារ្យណាស់លោកគ្រូហើយការបញ្យល់របស់លោកគ្រូក្នុងថ្ងៃនេះព្រឹកនេះគឺពិតជាបានស្អំពិតជាបានដូចកក់ក្ដៅមែនតើលោកគ្រូចាតាំងពីការដែលលោកគ្រូពិពណ៌នាអំពីភាពងាយនៅក្នុងជីវិតសាមញ្ញដូចជាម្ហូបអាហារទំនំយើងបានញ៉ាំដូចជាយើងបានញ៉ាំចូលទៅយើងមានក្តីសុខយើងអំណរគុណយើងនៅក្នុងផ្ទះបានឃើញនៅទស្សនវិជ្ជាក្រៅផ្ទះហើយចំពេលដែលព្រឹកមិញហ្នឹងកូនកំពុងធ្វើកិច្ចការទាំងអស់ហ្នឹងទៀតដោយលោកគ្រូមានប្រសាសន៍មកដោយតែទ្រង់កំពុងទៅនៅកូនពិតប្រកបតែម្ដងដែលកូនធ្វើកិច្ចការហ្នឹងកូនរៀបចំបាយម្ហូបកូនញ៉ាំ breakfast ហើយកូនមើលទៅក្រៅមើលអីហ្នឹងស្រាប់តែវា exactly time ហ្មងលោកគ្រូវា matching ជាមួយអ្វីដែលលោកគ្រូមានប្រសាសន៍ជាមួយនឹងសារសម្លេងហ្នឹងតែម្ដងកូនកាន់តែរំភើបថែមទៀតកូនអរគុណទ្រង់ណាស់ពិតជាពពកជ័យដ៏អស្ចារ្យយ៉ាងពិតប្រាកដណាស់លោកគ្រូសូមអរគុណទ្រង់ធំធេងនិងសូមផ្ទះថ្លាបូជាថ្វាយរស់ជាកូនទ្រង់រស់ជាបរិវារទ្រង់បំរើទ្រង់ស្នេហាទ្រង់ស្មោះស្ម័គ្រហើយសូមពពកទ្រង់សូមឲ្យកូនមានតែទ្រង់មិនមានអ្វីមកបំបែកកូនពីទ្រង់ឡើយសូមអរគុណសូមទ្រង់ប្រទានពរដល់លោកគ្រូដល់កូនដល់បរិស័ទមនុស្សលោកទាំងឡាយមិនថានៅទីជិតទីឆ្ងាយលើភពផែនដីនេះមិនថាសត្វរុក្ខជាតិនៅលើដីព្រៃភ្នំនៅក្រោមទឹកឬក៏យ៉ាងណាមួយក៏សូមឲ្យបានសំប្រកបនឹងជួបនៅសច្ចធម៌របស់ទ្រង់សូមឲ្យបានរួចរំដោះគ្រប់ខណៈសូមឲ្យបានជួបតែនឹងក្តីសុខបាននឹងរំលឹកដល់ប្រគុណទ្រង់នឹងយាងទ្រង់គង់ក្នុងជីវិតគង់ក្នុងដំណើរនៃជីវិតនេះសូមអរគុណសាធុបាទអរគុណកូនស្រី Jennifer ដែលបានឆ្លើយដោយក្បោះក្បាយហើយពិតជាចេញពីបេះដូងចេញអំពីប្រោរបស់ទ្រង់តែម្ដងបាទនិយាយច្បាស់ហើយព្រឹត្តិការណ៍ដែលកើតមានជុំវិញខ្លួនក៏ហាក់ដូចជាព្រឹត្តិការណ៍ដែលព្រះទ្រង់មានបន្ទូលតាមរយៈមាត់ខ្ញុំនឹងបាទខ្ញុំគ្រាន់តែនិយាយតាមកូនស្រីនិយាយបាញ់មិញទេពេលដែលមនុស្សជួបនឹងបញ្ហាមនុស្សនានាតែងតែពោលថាមិនក៏ហេតុអីក៏កើតមានចំពោះខ្ញុំហេតុអីក៏ខ្ញុំកើតទុក្ខម្ល៉េះហេតុអីក៏កម្មក្រក់ម្ល៉េះបាទនឹងមនុស្សទូទៅតែណារោគជីករោគហេតុផលជីករោគដើមហេតុអីចឹងហើយក៏ទទួលរងទុក្ខខ្លាំងឡើងប៉ុន្តែយើងត្រូវងាកទៅរកព្រះបាទងាកទៅរកព្រះដោយមានសំណួរថាតើរឿងដែលកើតឡើងនេះព្រះជាម្ចាស់លោកមានបំណងចង់បង្ហាញអីដល់ខ្ញុំនៅពេលនេះដោយតែកូនស្រី Jennifer សួរសំណួរលើកមុនចឹងតែច្បាស់ជាទ្រង់ចង់បង្ហាញអីហើយមើលទៅបាទហើយយើងផ្លាស់ប្ដូរសំណួរមួយទៀតថាតើនៅពេលនេះខ្ញុំទទួលចូលខ្លួនមកបំរើទ្រង់បានកម្រិតណាឃើញទេចឹងសំណួរហ្នឹងគឺថាទាញយើងចូលទៅទ្រង់តែម្ដងហើយពេលហ្នឹងបុគ្គលវាលាយខ្សលពេលដែលបុគ្គលវាលាយខ្សលទៅគឺថាធម្មជាតិចក្រវាលទាំងមូលព្រះលោកយើងចុះមកធ្វើកិច្ចការឲ្យល្អដល់វិចិត្រគឺថាអ្វីដែលទ្រង់មាននៅក្នុងប្រកេះទ្រង់នឹងគឺថាបានហូរចេញមកក្នុងខួរក្បាលកូនស្រីហើយក៏ចេញមកពិភពលោកខាងក្រៅនេះតែម្ដងបាទ
អរព្រគុណចំពោះការបន្ថែមនៅទស្សនៈត្រូវមនុស្សត្រូវចេះផ្លាស់ប្ដូរសំណួរពីសំណួររុករកសំណួរចាក់ដោតសំណួរភ្ជាប់ខ្លួនទៅនឹងបញ្ហាលោកីសំណួរបែបបុគ្គលបាទទៅសំណួរភ្ជាប់ជាមួយនឹងព្រះបាទអរព្រគុណចាលោកគ្រូចាបើជីវិតសប្ថ្ងៃហ្នឹងអញ្ចឹងមែនលោកគ្រូបើមិនបានព្រះជួយទេមិនបានសុខសប្បាយដល់កម្រិតនេះទេលោកគ្រូមិនបានរួចរំដោះទេម្លេះគាំងនៅក្នុងអាបញ្ហាគាំងនៅក្នុងអព្រឹត្តិការណ៍ហើយស្មុគស្មាញអស់ពេលយូរចានាំបានកូនបានរួចរំដោះប៉ុណ្នេះកូនបានស្រាលស្រាយខ្លួនចេញពីចំណងមនុស្សលោកីប៉ុណ្នេះអូយកូនណកូនត្រង់ហួសពីណកូនគ្រូអើយវាពិសេសមែនតើណាលោកគ្រូនៅពេលដែលអារម្មណ៍យើងកំពុងតែជាប់គាំងនៅពេលដែលស្ថានភាពកំពុងតែជាប់គាំងហើយយើងសុំថាឲ្យធូរឲ្យស្រាលដូចយើងកំពុងលីអីមួយតែធ្ងន់អញ្ចឹងលោកគ្រូហើយយើងគ្រាន់តែចង់ថាឲ្យស្រាប់តែមានព្រះទ្រង់យាងមកថាផ្ទេមកក៏ដាក់ទៅត្រង់ទៅឡើងស្រាលស្រួលខ្លួនមែនតើហើយធូរហ្មងធូរទាំងរូបកាយធូរទាំងផ្លូវចិត្តធូរទាំងដួងព្រលឹងវិញ្ញាណហើយបានរកឃើញអត្ថន័យថ្មីដែលទ្រង់បានបង្ហាត់បង្រៀនតាមរយៈព្រឹត្តិការណ៍ទាំងអស់ហ្នឹងបានរកឃើញនៅលៀបជ័យថ្មីដែលបន្ទាប់ពីយើងជួបភ្លៀងឲ្យហើយអញ្ចឹងលោកគ្រូហើយដែលអស្ចារ្យបំផុតដែលកូនតែងតែនៅតែទន្ទិញដែនហ្នឹងគឺថាក្នុងខណៈពេលដែលជួបភ្លៀងហ្នឹងគឺរួចរំដោះនឹងតែម្ដងគ្រូវាអស្ចារ្យយកតែមែនតែម្ដងសម្រាប់មេគាយាងព្រះមកគង់ក្នុងជីវិតនេះលើសអ្វីនឹងថ្លែងលោកគ្រូចាកូនមានដំណរកូនមានតែការបូជាថ្វាយនឹងការដើរតាមទ្រង់រាទ្រង់នឹងទេបើអស្ចារ្យយ៉ាងនេះតើឲ្យកូននឹងធ្វើអ្វីលើសពីរទ្រង់ទៀតចាអរគុណណាស់អរគុណលោកគ្រូអរគុណព្រះម៉ែជាម្ចាស់ព្រះសិវាជាថ្មីហើយជាថ្មីម្ដងទៀតអរគុណធំធេងណាស់អរគុណសាធុលោកគ្រូកូនពិតជាអរគុណចំពោះព្រះជាម្ចាស់ក៏ដូចជាអរគុណចំពោះលោកគ្រូដែលជាវិសុទ្ធសាយសំឡេងរបស់ព្រះជាម្ចាស់ថ្ងៃនេះដែរកូនក៏បានទទួលយកនៅក្នុងប្រសាសន៍របស់លោកគ្រូដែលសរបញ្ជាក់ថាទ្រង់បានសពរាជហារតីនៅគ្រប់អ្វីដែលពួកកូនទាំងអស់គ្នាបានប្រឹងលំបាត់ក៏បានជ្រាបទៅដល់ព្រះハរតីរបស់ទ្រង់ក៏ទ្រង់បានបញ្ជូននៅជាសារសម្លេងតាមរយៈលោកគ្រូដើម្បីបញ្ជាក់ថាពួកកូនទាំងអស់គ្នានេះបានប្រណិប័តត្រឹមត្រូវទៅតាមការវិវត្តខ្លួនដែលនៅជាប់ជាមួយនឹងទ្រង់ហើយក៏ដូចជាការតបជាប់នឹងទ្រង់គ្រប់ដង្ហើមចេញចូលកូនបានទទួលយកនៅចំណុចដែលលោកគ្រូលើកឡើងអំពីការហូបចំណីអាហារព្រោះកន្លងមកនេះកូនតែងតែធ្វើការប្រណិប័តថ្វាយបង្គំទ្រង់មុនពេលដែលកូនចេញដំណើរធ្វើការតែងតែយាងទ្រង់គង់នៅក្នុងរូបកាយនេះហើយក៏កូនបានធ្វើការភាវនានៅអំណាចនៃកុសលផលបុណ្យក៏ដូចជាអំពើល្អដែលកូនបានធ្វើហ្នឹងផ្សាយភាយទៅដល់មនុស្សគ្រប់គ្នានៅលើផែនដីក៏ដូចជាម្ចាស់កម្ពុជាទាំងឡាយក៏ឲ្យបានរួចរំដោះគ្រប់សត្វទាំងអស់បានរួចរំដោះហើយកូនបានចាប់អារម្មណ៍លើចំណុចមួយដែលនៅគ្រប់ពេលដែលបរិភោគចំណីអាហារកូនតែងតែកត់សម្គាល់ឃើញថាមួយរយៈនេះកូនបានធ្វើការថ្វាយព្រះគុណចំពោះការប្រទាននៅអាហារដែលលើតុដ៏សែនឈ្ងុយឆ្ងាញ់មិនថាតិចក្តីច្រើនក្តីដែលផ្ដល់គ្រប់រសជាតិទៅដល់រូបកាយនិងគ្រប់សរីរាង្គកាយទាំងអស់នៅក្នុងរូបកាយនេះហើយក៏បានយាងទ្រង់គង់នៅយាងទ្រង់ខ្សោយនៅចំណីអាហារដែលនៅលើតុខ្ញុំអញ្ចឹងលោកគ្រូចាហើយក្នុងអំឡុងពេលហ្នឹងគឺកូនបានបរិភោគអញ្ចឹងទៅតែបានយាងទ្រង់ចូលមកគង់ខ្សោយហើយក៏ហូបហើយក៏មានអារម្មណ៍ដូចជាអ្វីដែលលោកគ្រូមានប្រសាសន៍អញ្ចឹងតែងតែមានអារម្មណ៍ថាពិតជាមានក្តីសុខស្ងប់ស្ងាត់
ហើយនៅក្នុងឡុងពេលហ្នឹងថាកូនគ្រាន់ជាអ្នកឈរមើលហើយឃើញនៅរាល់ទង្វើរាល់ការសម្ដែងរបស់ទ្រង់នៅក្នុងឡុងពេលដែលបរិភោគនឹងតែម្ដងចឹងណាលោកគ្រូចាកូនអត់ហ៊ាននិយាយកូនគិតខ្លាចថាគេលោកកូនសម័យតែឯងចឹងលោកគ្រូហើយមួយខាងទៀតលោកគ្រូក្រោយពេលមួយរយៈនេះមកនៅគ្រប់ដំណើរដើរហើររបស់កូនឬក៏គ្រប់ដំណើរការគិតអ្វីគ្រប់យ៉ាងទាំងការរកស៊ីឬក៏ធ្វើដំណើរអីហ្នឹងគឺថាកូនតែងតែប្រឡែងទៅឲ្យទ្រង់គ្រប់យ៉ាងជារបស់ទ្រង់អត់មានសមិទ្ធផលណាជារបស់កូនសិរបស់ទ្រង់ទាំងអស់កូនគ្រាន់តែជាឧបករណ៍កូនគ្រាន់តែជាខ្មៅដៃអញ្ចឹងទ្រង់ចង់ធ្វើអ្វីលទ្ធផលយ៉ាងណាឬក៏សកម្មភាពយ៉ាងណាទាំងការនិយាយស្ដីទាំងទង្វើគ្រប់ទំនាក់ទំនងគ្រប់ផែនការទាំងអស់តែការនិយាយមកហ្នឹងគឺសិតតែជាការសម្ដែងរបស់ទ្រង់ទាំងអស់កូនមិនមានអ្វីទាំងអស់ចឹងគឺជាដូចជា affirmation មួយចឹងណាលោកគ្រូចាគឺកូនធ្វើជាប្រចាំចឹងទៅក៏ឃើញអ្វីហ្នឹងពិតជារលូនហើយការងារក៏មិនស្មុគស្មាញមិន stress សួរថាបញ្ហាជីវិតរស់នៅហ្នឹងមានការរាំងស្ទះហើយពិតជាមានទាំងការរកស៊ីទាំងគ្រប់អ្វីនៅគ្រប់ចន្លោះអញ្ចឹងក៏នៅតែមានភាពខ្វះខាតតែអ្វីដែលកូនអាចធ្វើបានហ្នឹងគឺថាมันរវល់នឹងលោកអញ្ចឹងណាលោកគ្រូចា៎បាទនៅទីបញ្ចប់នេះសូមអរគុណចំពោះលោកអ្នកដែលបានយកចិត្តទុកដាក់ស្ដាប់សូមព្រះព្រះម៉ែសរស្វទីព្រះម៉ែម៉ាឡាក្ស្មីព្រះម៉ែឌុលកាទេវីព្រះសិវ៉ាប្រទានពរជ័យដល់លោកអ្នកឲ្យបានជួបតែនឹងពន្លឺសេចក្តីសុខឲ្យបានជួបតែភាពចម្រុងចម្រើនឲ្យបានជួបនឹងព្រះធម៌ជួបនឹងព្រះ